តើគ្រាប់បែកជ្រែកដី Banker Booster Boom អាចបំផ្លិចបំផ្លាញជម្រៅដីប៉ុណ្ណាទើបអាចដល់មន្ទីរពិសោធន៍និងសិក្សាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានមនុស្សជាច្រើនបានគិតថាគ្មាននរណាម្នាក់អាចប៉ះពាល់និងបំផ្លិចបំផ្លាញលានដ្ឋានសម្ងាត់របស់អ៊ីរ៉ង់បាននោះទេប៉ុន្តែរហូតមកដល់ពេលនេះការពិតទាំងអស់ត្រូវបានបកស្រាយមន្ត្រីរបស់ប្រទេសអ៊ីរ៉ង់ធ្លាប់បាននិយាយថាលានដ្ឋានសម្ងាត់មួយនោះមានជម្រៅក្រោមដីរហូតដល់ជាង90ម៉ែត្រគាត់បានបន្តនិយាយទៀតថាអាមេរិកទោះបីជាប្រើប្រាស់អ្វីក៏ដោយក៏មិនអាចកំទេចបេតុងដែលគាត់បានកសាងនោះដែរវិស្វកររបស់ពួកគាត់បានចំណាយពេល3ឆ្នាំដើម្បីផលិតនិងបង្កើតបេតុងដែលរឹងជាងដែកថែបទៅទៀតប៉ុន្តែអ្វីដែលមិននឹកស្មាននោះគឺយន្តហោះ B2 Spirit របស់អាមេរិកកាលពីថ្មីៗនេះបានធ្វើប្រតិបត្តិការនៅលើមេឃមួយដ៏អស្ចារ្យពួកគេបានប្រើប្រាស់គ្រាប់បែកជ្រែកដីមួយដែលត្រូវបានគេឲ្យឈ្មោះថា GBU 57ដែលមានទម្ងន់ជាង13តោនដែលបេសកកម្មមួយនេះគឺទៅបំផ្លាញលានដ្ឋានសិក្សាស្រាវជ្រាវអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅពេលនោះយន្តហោះ B2 Spirit បានទម្លាក់គ្រាប់បែកជ្រែកដី GBU 57ដែលមានទម្ងន់ជាង13តោននោះពីលើអាកាសនៅត្រង់ចំណុចលានដ្ឋានសិក្សាស្រាវជ្រាវនិងចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់គ្រាប់បែក GBU មួយនេះមានសមត្ថភាពជ្រែកដីរហូតដល់ជាង60ម៉ែត្រមុនពេលដែលវាផ្ទុះហើយអានុភាពផ្ទុះរបស់វាក៏បណ្ដាលឲ្យមានការរញ្ជួយដីជាច្រើនរាប់គីឡូម៉ែត្រផងដែរបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើបេសកកម្មដ៏លំបាកមួយនេះប្រទេសអ៊ីរ៉ង់មិនបានចេញសេចក្តីថ្លែងការណ៍មួយណាដែលថាលានដ្ឋានសិក្សាអាវុធនុយក្លេអ៊ែររបស់ពួកគេបានកំទេច 100% នោះទេវាក៏នៅតែជាចម្ងល់សម្រាប់ពិភពលោកទាំងមូលថាគ្រាប់បែក GBU 57មួយនេះមានសមត្ថភាពជ្រែកដីនិងអាចកំទេចបេតុងដែលអ៊ីរ៉ង់បានអះអាងថាវារឹងមាំជាងដែកថែបទៀតនោះដែរឬទេ